ការបោកគក់មែនទេប្រឡាក់ខ្លាំងបែបនេះមែនទេឬក៏ប្រឡាក់តិចជាងនេះបងប្អូនអាចជ្រើសរើសបានជាមួយនឹងសាប៊ូបោកអាវ Extra Wash ទេបាទប្រើបន្តិចចំណេញច្រើនសាប៊ូរបស់យើងឆាប់រលាយនៅក្នុងទឹកជាប្រភេទម្សៅម៉ត់មានក្លិនក្រអូបស្រាប់បាទហើយបញ្ជាក់ទៀតគឺអត់មានសារធាតុកាត់ទេបងប្អូនទេព្រោះយើងគឺល្អក្នុងបែបនេះឬក៏ប្រឡាក់តិចប្រឡាក់ខ្លាំងជាងនេះបាទអាចជ្រើសរើសបានជាមួយនឹងសាប៊ូបោកអាវ Extra Wash ទៅមើលតែខ្ញុំជម្រាបដែរឬក៏បាទសាប៊ូរបស់យើងគឺមានទឹកទន់សេកណាត់បាទមានសារធាតុ BL បាទហើយអត់មានសារធាតុកាត់បាទយើងអាចបោកបានសេកណាត់គ្រប់ប្រភេទមិនថាអាវពឿនឬក៏អាវសងអាវខ្មៅអាវភៀវអាវលឿងបាទបោកបានណាជាពិសេសពុកម៉ែបងប្អូនបងដែលកំពុងតែជួបបញ្ហាក្នុងការបោកគក់បងបើជីវកម្មបោកអ៊ុតទេសនារីសតត្រីមានផ្ទះបរោះមានផ្ទះអាចមកបានបាទហើយបញ្ជាក់ទៀតបងប្អូនអត់មានសារធាតុកាត់ទេបាទនៅបាទច្បាស់នៅបាទជឿនៅនឹងថាមានការកាត់សារធាតុកាត់បាទឥឡូវនេះជ្រះហើយនេះបងដែលបានប្រើស្ប៊ូទៅគុណភាពមិនដែរបងអូប្រើមែនតាកាលធម្មតាក្មេងពណ៌សគាត់លេងដីលេងអីប្រឡាក់ឡើងក្រហមទៅពេលឲ្យត្រាំទៅទៅពុកយ៉ាងសមុនដំបូងទិញទាំងបន្ថយទឹកថាថាមើលទៅចុះជាប់ដូចថារបៀបថាជាប់តាមអនឡាញអញ្ចឹងទៅវាអត់ដែរដូចបំណងអញ្ចឹងមើលទៅល្អយកមកបោកច្រាស់យកមកដូចសាប៊ូដុសឆ្នាំងដុសអីធ្លាប់ទិញតាមភ័យគេអញ្ចឹងទៅយកមកពេលដែលគេឡាយយើងមើលអញ្ចឹងទៅមើលទៅដាក់ទៅគ្រាន់តែដាក់ទៅជ្រះល្អតែគ្រាន់យកមកចាក់ស្ដែងវាអត់ប្រើទៅវាអត់បានផលយកមកទិញចោលតែពីសាប៊ូនេះយកមកវាត្រាំទឹកតាមបន្ទុកទៅពេលដុសច្រាស់តែបន្តិចទៅសស្គូបពេលប្រើសាប៊ូបោកអាវនេះពេលឃើញកន្លែងឡាយទៅមើលទៅថាទិញយកមកសាកម្ដងទៀតព្រោះយើងធ្លាប់ថាធ្លាប់ទិញមកវាខកចិត្តច្រើនដងអញ្ចឹងតែម្ដងនោះបថុយថាមើលទៅទំនងទិញយកមកវាខុសទៅតែយកមកល្អប្រើបានគេមែនអូនយកមកគក់អាវឥឡូវដល់ប្រមូលអាវសដែលពណ៌យើងស្អឹបហ្នឹងយកមកដាក់ត្រាំទៅមកសំទុះយកជ្រះដុសតាមនេះសភ្លឹងអស់